បាទសូមគោរពនឹងជំរាបសួរបងប្អូននេះគឺឡាន Toyota Prius ចំនួន3ដែលមានបញ្ហាពេលជិះរៀងក្តៅបាទជិះរៀងក្តៅអញ្ចឹងទៅឈប់ stop ឈប់អីមេពេលក្តៅណាឈប់ stop ពេលម៉ាស៊ីនឆេះញាក់វិញញាក់ទឹកអត់មាន load check ទេទី1ហើយ scan អត់ឃើញកូដទេទៀតអញ្ចឹងពេលដែលខ្ញុំដាក់ live data មើលទៅដាក់ live data មើល raw gas យើងឃើញshort term fuel trim ហើយនិង long term fuel trim ហ្នឹងគឺវា load ខ្ពស់មែនតើអាហ្នឹងគឺជាសភាព lean នោះមានន័យថាសាំងបាញ់ចូលតិចជាងខ្យល់បាទអញ្ចឹងយើងចាប់ដើមធ្វើតេស្តបូមសាំងរបស់គ្នាហ្មងណាព្រោះឡាននេះគឺយើងបានមើលនៅខាងក្រៅហើយមើលនៅខាងក្រៅអត់មានលិចអត់មានរបូតតយោអត់មានលិចទេជាធម្មតាបើសិនជារបូតតយោលិចអីគឺវាអាច load ខ្យល់ណា load check load អីតែនេះអត់មានទេបាទចិត្តទាំងអស់អញ្ចឹងយើងចាប់ដើមធ្វើតេស្តបូមសាំងដោយយកបាទម៉ែត្រវាស់សម្ពាធបូមសាំងយកមកចាប់ហ្នឹងមកហើយម្នាក់ទៀតនៅខាងក្នុងដើម្បីបញ្ឆេះឡានឲ្យ start ម៉ាស៊ីនតោះបាទចាំតិចបងចាំខ្ញុំដកឲ្យនៅចេញហើយตัดเป็นเนาะบ้านไหนต่อซอไม่ใช่ไม่ใช่สตาร์ทนะกองแกเนาะบ้านនេះយើងឥឡូវកំពុងតែធ្វើការចាប់ផ្ដើមដោះបូមសាំងដើម្បីយើងតេស្តឥឡូវនេះគឺយើងតេស្តទៅលើបូមសាំងទៅជួសក្បាលឡានសិនបាទយើងតេស្តឡូសិនណាព្រោះថាបើសិនជាយើងតេស្តទៅយើងឃើញវាដើរធម្មតាអាហ្នឹងវាដើរសម្ពាធវាដើរធម្មតាអានោះគឺមានន័យថាយើងជួសជុលត្រូវហើយចឹងតាមបទពិសោធន៍ដោយសារតឡាននេះគេបិទកូដចឹងខ្ញុំអត់តបានដូរបតឡទេគឺតេស្តបូមសាំងចឹងឃើញបូមសាំងហ្នឹងខ្សោយហើយឥឡូវយើងឡមើលបូមសាំងសិនបាទនេះការជួសជុលប្រព័ន្ធភ្លើងគឺទាមទារប្រយ័ត្នតិចតែខែនេះខែក្តៅតែរៀងទីថ្លៃបន្តិចជួយលេងណាបងប្អូនបាទខាងឡានក៏អាចកោះខ្លួនឯងបានហ្នឹងអត់អីទេកោះគឺដូរបូមសាំងអាចដូរដោយខ្លួនឯងបានណាចេញមកហើយហើយយើងដោះស្ទះដែកបាទដែលនៅជាប់តួក្រោមកៅអីអង្គុយខាងក្រោយហ្នឹងសិនដោះស្ទះដែកនេះនោះcover ហ្នឹងតមកយើងឃើញគម្របបាទឃើញបូមសាំងហើយខ្ញុំខ្លុំវិញខ្លុំចេះវិញទៅដកក្បាលអង្គុយមកទៀត អ
sơនេះគឺបន្ទាប់ពីបានធ្វើការផ្លាស់ប្ដូរមកបូមសាំងថ្មីផ្លាស់ប្ដូរបូមសាំងថ្មីយើងចាប់បានធ្វើតេស្តសម្ពាធម្ដងទៀតបាទឥឡូវអត់តដាក់ពូកចូលទេដាក់ខ្ញុំត្រូវជីសាកសិនរត់សាកដី10-20គីឡូសិនហើយធ្វើការតេស្តសម្ពាធម្ដងទៀតតែសម្ពាធហ្នឹងគឺ direct បាទតោះអូខេបាទណែបានគឺសម្ពាធរបស់វាបាទគឺសម្ពាធរបស់វាឡើងរហូតដល់លើស40បាទមានន័យថាកម្លាំងបុករបស់សាំងដែលចេញមកមុខគឺគ្រប់ល្អឆេះស្មើវិញហើយបាទឆេះស្មើវិញហើយក្តៅប្រឆេះក្តៅហើយគឺលែងញាក់បាទនៅពេលដែលលបាយសាំងscore ecometric វាដើរល្អវិញគឺវាឆេះស្មើបាទឆេះស្មើអញ្ចឹងបញ្ចប់ការជួសជុលសូមអរគុណបាទ